សួស្តីមួយទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមានវីដេអូមួយគឺចង់ចែកម្លែកពីបទពិសោធន៍នៃការប្រើប្រាស់ផ្សានិកាផ្សានិកានេះមកខ្ញុំគាត់ទិញពីខាងខ្ញុំទៅនៅដើមខែ2ហើយឥឡូវនេះគាត់មានបញ្ហាក្មួយគាត់យកទៅលេងទៅធ្វើឲ្យចូលទឹកអញ្ចឹងណាផ្សានិកានេះគឺគាត់ធ្វើឲ្យចូលទឹកពីខាងនេះទៅនេះជាខ្ចៅដែលខ្ញុំគាស់មើលអញ្ចឹងណានេះខ្ចៅខ្ញុំបាយពីខាងនេះមកនេះគឺវាច្រេះពីខាងក្រៅទៅហ្មងគាត់ថាលឺសលេងរៀងអត់លឺសលេងមួយដល់អញ្ចឹងខ្ញុំមើលពីខាងក្រៅនេះទៅគឺចូលទឹកខាងនេះក៏ចូលខាងនេះចូលដែរប៉ុន្តែចូលអត់សូវខ្លាំងទេហើយខាងនេះអត់ចូលហ្មងគឺនៅថ្មីហ្មងខាងនេះហើយសូម្បីខ្ចៅគឺនៅថ្មីទាំងអស់ហ្នឹងគ្រាន់ក្មួយគាត់ធ្វើឲ្យចូលទឹកមកចំណែកមកចាហៀងអញ្ចឹងណាធ្វើឲ្យប៉ះពាល់ដល់រីតខាងក្នុងខ្ទង់ខាងក្នុងអញ្ចឹងណាហើយនេះនៅពេលដែលវាច្រេះអញ្ចឹងទៅនេះនៅពេលដែលវាច្រេះគឺវាស៊ីក្នុងអាជាតិច្រេះហ្នឹងស៊ីជាតិដែកនៅខាងក្នុងឥឡូវនេះខ្ញុំបើកឲ្យមើលខ្ញុំនឹងបើកឲ្យមើលនេះគឺក្មួយគាត់ធ្វើឲ្យចូលទឹកឡើងច្រេះនិយាយទៅជោគជាំហ្មងពេលខ្ញុំទៅជួសជុលដល់ទីតាំងគាត់អញ្ចឹងខ្ញុំទៅឆែកមើលនៅពេលដែលឆែកអញ្ចឹងទៅឃើញថាចូលខ្លាំងពេកអញ្ចឹងទៅធ្វើឲ្យខូចសាច់ខ្ទង់សាច់រីតខាងក្នុងណាដល់អញ្ចឹងនេះខ្ញុំក៏បានឆែកកន្លែងនេះគាត់ថាខ្ទង់កន្លែងនេះណាអត់លឺអញ្ចឹងណាព្រោះដូចខ្ញុំប្រាប់មិញអញ្ចឹងគឺគាត់ធ្វើឲ្យចូលខាងហ្នឹងនេះច្រេះនេះជួរខាងហ្នឹងនេះចូលច្រេះជួរខាងហ្នឹងក្មួយគាត់ធ្វើឲ្យកពុបទឹកលេងអញ្ចឹងធម្មតាក្មេងៗតែលេងអីផ្ដេសផ្ដាសអញ្ចឹងណាហើយដល់ពេលខ្ញុំគាស់មើលនេះចូលដល់សាច់ខាងក្នុងអាទឹកហ្នឹងជ្រាបចូលអាជាតិច្រេះក៏នៅហ្នឹងអីហ្នឹងដល់អញ្ចឹងធ្វើអានេះស្អិតនៅពេលដែលស្អិតចឹងទៅនេះអានេះកន្លែងណាដែលអត់ចូលគឺយើងអាចប្រហើបបានទេតែកន្លែងណាដែលវាចូលខ្លាំងវាជ្រាបខ្លាំងនៅពេលដែលយើងគាស់មកគឺវាផុយហ្មងមិនគាស់ឲ្យគ្រាន់ថាយើងឆ្កោះឡើងមកលើចង់ដឹងថាវាចូលខ្លាំងអញ្ចឹងនេះកន្លែងនេះនៅពេលដែលវាអត់ចូលគឺយើងអាចប្រហើបមកសេរីបានធម្មតាទេប៉ុន្តែមកជួរហ្នឹងគឺជ្រាបទាំងអស់ពេលខ្ញុំទៅហ្នឹងខ្ញុំទៅឆែកមើលហ្នឹងសិតតែទឹកកន្លែងហ្នឹងទឹកឡើងជោគជាំហ្មងហើយគាត់តាក់ទងមកខាងខ្ញុំអញ្ចឹងណាតែខ្ញុំអត់បញ្ហាទេគឺខ្ញុំបដូរថ្មីជូនគាត់បានព្រោះខ្ញុំធានាជូនរយៈពេល3ខែសិនមកមានបញ្ហាខូចអីខ្ញុំជួសជុលអត់កើតខ្ញុំបដូរថ្មីជូនហើយបើសិនបើមកត្រឹមដូចថាលឺសលេងខ្សោយសលេងអីអាហ្នឹងអាចជួសជុលបានប៉ុន្តែអានេះច្រេះជ្រាបចូលដល់ខ្ទង់ខាងក្នុងដែកខាងក្នុងនៅពេលដែលយើងឆ្កោះមើលបញ្ចេញទឹកចេញគឺវាធ្វើឲ្យផុយស្រួយហ្មងអាជាតិច្រេះនឹងស៊ីអញ្ចឹងហើយវីដេអូនេះអត់មានអីច្រើនទេគឺគ្រាន់ចង់ផ្ដាំដល់ម៉ួយដែលគាត់ទិញយកទៅបើសិនបើទិញយកទៅកុំប្រើឲ្យចូលទឹកអញ្ចឹងនៅពេលដែលចូលទឹកគឺវាធ្វើឲ្យច្រេះខ្ទង់ច្រេះរីតតាំងជួរហ្នឹងហ្មងព្រោះទិញយកទៅថ្មីចាស់យកទៅថ្មីឡើងចាំងតាំងក្នុងតាំងខាងក្រៅអញ្ចឹងដល់ពេលកពុបទឹកចូលមកប្រហែលមួយអាទិត្យគាត់អត់តន់ឆាតមកខ្ញុំទេដល់ពេលឆាតមកខ្ញុំថ្ងៃនេះគឺខ្ញុំឆែកមើលទៅណែច្រេះចាប់ឡើងពេញហ្នឹងហើយគ្រឿងក្នុងនេះដូចខ្ញុំប្រាប់អញ្ចឹងខ្ញុំប្រើផ្សានិកាតាំង2017ខ្ញុំប្រើថែខ្ញុំប្រើអត់ឲ្យខូចទេរយៈពេលប្រហែលឆ្នាំមកប្រើអត់មានខូចសូម្បីតែបន្តិចតែដល់ពេលយើងនេះដូចគាត់អញ្ចឹងបាត់ពិសោធន៍របស់គាត់មួយគាត់ប្រើចូលទឹកចូលអីចឹងទៅច្រេះអីខូចតិចមកជួរហ្នឹងបើជួរណាអត់ចូលនេះយើងអាចប្រើខ្ទង់សេរីបានដល់ពេលអាកន្លែងនេះចូលខ្លាំងចូលកាយលែងឡើងគាត់ហានឹងបញ្ចេញទឹកមកនេះតិចកន្លែងហ្នឹងបើត្រឹមទឹកមាត់យើងផ្លុំយើងអីអត់មានជោគជាំដូចអញ្ចឹងទេខ្ញុំឆែកមើលហើយទឹកមាត់យើងគ្រាន់វាមានសំណើមហើយវាមានរុនខ្យល់កន្លែងនេះបញ្ចេញមកនេះកន្លែងទយោនេះហើយមានកន្លែងខាងក្រោយនេះយើងអាចចុចបញ្ចេញសំណើមទឹកមាត់បានទេប៉ុន្តែអានេះគឺគាត់ធ្វើឲ្យចូលជោគជាំអញ្ចឹងណា
ហើយមួយទៀតមួយដែលតែងផ្សាយនៃការពីខាងខ្ញុំទៅសូមប្រើដោយប្រុងប្រយ័ត្នកុំឲ្យចូលទឹកកុំឲ្យបែកបាក់បើសិនបើចូលទឹកដល់រីតខាងក្នុងបើសិនបើបែកបាក់ជ័រណាមួយគឺខ្ញុំអត់បដូរថ្មីជូនទេគឺខ្ញុំធានារយៈពេល3ខែលើតែស៊ឺវីសជួសជុលប៉ុណ្ណោះសំឡេងនិងខ្ទង់បើសិនបើមានបញ្ហារយៈពេល3ខែហ្នឹងខ្ញុំធានាជួសជុលសំឡេងខ្ទង់ហើយអត់យកថ្លៃសេវាអីទាំងអស់ហើយដូចខ្ញុំប្រាប់ចឹងខ្ញុំជួសជុលបដូរថ្មីជូននេះគឺគាត់ជាម៉ួយពិសេសរបស់ខ្ញុំទេបាទខ្ញុំបដូរថ្មីជូនគាត់បើសិនបើអ្នកផ្សេងធ្វើឲ្យបែកបាក់ចូលទឹកអត់បដូរថ្មីជូនដាច់ខាត